សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើប្រហុកលីងជាមួយនឹងកាសាំងថ្ងៃនេះដឹងតែអស់បាយ300ចានទៀតហើយខ្ញុំដល់គ្រឿងផ្សំខ្ញុំមានសាច់ជ្រូក3ជាន់កន្លះគីឡូប្រហុកសាច់5កន្ទុយខ្ទឹមសខ្ទឹមក្រហមជាមួយនឹងម្ទេសខ្មាំងជាមួយនឹងកាសាំង3ផ្លែជាដំបូងខ្ញុំដាក់លីងខ្ទឹមក្រហមជាមួយនឹងខ្ទឹមសឲ្យចេញក្លិនឈ្ងុយសិនសម្រាប់ម្ហូបមួយមុខនេះគឺបងហត់ឈរលីងវាបន្តិចចៃព្រោះដោយសារតែយើងត្រូវការលីងវាឲ្យរៀងយូរបន្តិចដើម្បីឲ្យប្រហុកជាមួយនឹងសាច់ជ្រូកវាចូលជាតិគ្នាបានល្អបងអាចធ្វើការលីងខ្ទឹមសខ្ទឹមក្រហមត្រឡប់ទៅត្រឡប់មកឲ្យរៀងយូរតិចរៀងឡើងពណ៌កន្លះតែយើងធ្វើទៅការដាក់សាច់ជ្រូកចូលសម្រាប់សាច់ជ្រូកនេះគឺខ្ញុំដាក់ចូលហើយខ្ញុំចាប់ផ្ដើមឈរលីងវារហូតដល់ទៅវាដាច់ទឹកប្រៃបើមិនចឹងទេពេលបងយកមកញ៉ាំអាចមានធំក្លិនសាច់ជ្រូកសម្រាប់ប្រហុកលីងនេះក៏ខ្ញុំធ្វើលើកទី1ដែរអញ្ចឹងបើមានខុសត្រូវកន្លែងណាសូមបងទាំងអស់គ្នាជួយណែនាំផងពេលដែលខ្ញុំលីងចុះលីងឡើងហើយចាប់ផ្ដើមធ្វើការដាក់ប្រហុកចូលកន្លែងដាក់ប្រហុកនេះដែរបងឲ្យពេលដាក់ចូលទៅក្លិនឈ្ងុយដល់200ទេសារតែប្រហុកនេះប្រហុកម៉ាក់ខ្ញុំធ្វើខ្លួនឯងដែរស្រោបហើយសំខាន់យកត្រីទន្លេធ្វើទៀតពេលបងដាក់ប្រហុកហើយបងដាក់ឆាចុះឆាឡើងជាមួយនឹងសាច់ជ្រូកដើម្បីចូលជាល្បាយតែមួយបន្ទាប់មកខ្ញុំធ្វើការដាក់ស្ករក្រហម1ស្លាបព្រាបាយប៊ីចេង1ស្លាបព្រាកាហ្វេសារតែប្រហុកនេះប្រៃស្រាប់អញ្ចឹងខ្ញុំអត់ដាក់ទឹកត្រីហើយនឹងអំបិលទេបន្ទាប់មកបងកូរវាឲ្យសព្វហើយធ្វើការដាក់កាសាំងចូលសម្រាប់ម្ហូបមួយមុខនេះខ្ញុំដាក់កាសាំងរៀងស្ទើបើសិនជាអាចបងអាចដាក់14ផ្លែឬក៏5ផ្លែតែបើបងចូលចិត្តរសជាតិជូរល្មមទេបងដាក់ត្រឹមតែ4ផ្លែបានហើយបន្ទាប់មកខ្ញុំធ្វើការដាក់ម្ទេសខ្មាំងចូលរួចជាការស្រេចអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាចាំជួបគ្នានៅវីដេអូក្រោយទៀត